សួស្តីអ្នកនាងស្វាគមន៍មកកាន់ Channel ខ្ញុំបាទវត្តមេត្តាមឡងទីដីហើយថ្ងៃនេះបងណៃខ្ញុំមានវីដេអូថ្មីដើម្បីមកចែករំលែកឲ្យអ្នកនាងទស្សនាហើយបាត់ប្រហែលថ្ងៃនេះគឺរសារតែមានពេលធ្វើវីដេអូហើយណាមួយក៏តែវាបានងាប់អស់លើត្រូវវាមិនចូលវិញចំនួន2ក្បាលហើយអញ្ចឹងគឺខ្ញុំមានវីដេអូមកធ្វើឲ្យអ្នកនាងទស្សនាវិញហើយអញ្ចឹងសម្រាប់អ្នកនាងដែលចូលមកថ្មីអត់ទាន់ចុច Subscribe កុំភ្លេចជួយចុចម្នាក់មួយទៅដើម្បីទាន់វីដេអូថ្មីពី Channel របស់ខ្ញុំបាទវត្តទៅតាមឡងទៀតចឹងណាហ្នឹងហើយអ្នកគ្នាហើយពីក្រោយនេះផងដែរវាគឺជាប្រភេទ VIP បាទគឺជាប្រភេទ VIP គឺជាត្រីក្រមម៉ាឡេថៃ 100% ប្រភេទ VIP អានេះគឺវាគីឡូវាគឺខ្ទង់100ទេបាទគីឡូវានៅទូចឡើយទេគឺមិនមែនធំទេបាទនេះគីឡូវាទូចហ្មងលេងគីឡូវាគឺពេញលេងហ្មងវារួមទៅសម្រាប់អ្នកគ្នាដែលត្រូវការគីឡូប៉ុននេះយកទៅលេងគឺឥឡូវនេះខ្ញុំមានហើយអញ្ចឹងអ្នកគ្នាអាចតាក់ទងមកបានអញ្ចឹងណាដោយសារតែពីមុនគឺខ្ញុំអត់មានត្រីដើម្បីលក់ឲ្យអ្នកគ្នាទេតែវិជ្ជាគឺខ្ញុំមានតែ2គ្រាប់ទេអ្នកគ្នាបាទគឺវិជ្ជាមែនតើគឺអ្នកមកមុនបានមុនគឺអ្នកអត់មកក្រោយគឺអត់បានទេអ្នកគ្នាហើយខ្ញុំនឹងធ្វើការដាក់ Facebook របស់ខ្ញុំក៏ដូចជា page របស់ខ្ញុំឲ្យអ្នកគ្នាឆាតមកអញ្ចឹងណាហ្នឹងហើយអ្នកគ្នាគឺជារួមទៅគឺយើងទៅតែយកមកដល់ទេប៉ុន្តែមើលទៅការអួតការអីរបស់វាគឺការខ្លាំងមែនតើគឺនិយាយរួមទៅគឺល្អលេងអ្នកគ្នាបើអ្នកគ្នាយកទៅគឺធានាថាមកលេងបានតែបើរឿងឈ្នះរឿងចាញ់អានេះយើងពិបាកសន្តានដែរពេលនៅលើទឹកដៃរបស់យើងនៅក្នុងការថែអីចឹងណាក្នុងការថែទឹកថែអីក្នុងការវឹកហាត់វាដល់ខ្លួនឯងមិនបើគេវឹកហាត់ល្អគឺត្រីរបស់គេល្អបើអ្នកគ្នាវឹកហាត់អត់ល្អគឺត្រីអ្នកគ្នាក៏អត់ល្អដែរអញ្ចឹងណាអញ្ចឹងហើយគឺយើងត្រូវតែព្យាយាមមើលថែវានិងអាសាដូរទឹកវាមួយអាទិត្យគឺចំនួន2ទៅ3ដងអញ្ចឹងទៅតាមទំហំនៃការទឹកហើយចំណីរបស់វាគឺអ្នកគ្នាគួរតែរើសប្រភេទទឹកឲ្យវាស៊ីទៅដើម្បីទទួលបានជាមួយនឹងផលល្អស៊ីចំណីក្របគឺវាអត់សូវមានកម្លាំងមានកាហាយទេគឺប្រភេទចំណីគឺគួរតែចំណីរស់បាទទឹកឬក៏ចំលែងក្រហមអាទីមៀអីផ្សេងហ្នឹងទៅសម្រាប់វាស៊ីគឺវានៅធ្វើការទទួលបាននូវកម្លាំងក៏ដូចជាវីតាមីនជំនួយដល់វាច្រើនជាងប្រភេទចំណីក្របវាបានស៊ីបានតែត្រីតាំងទេណាប្រភេទត្រីខាំគឺវាស៊ីទៅគឺវាអត់មានជំនួយអីដល់ត្រីដល់ល្អទេអញ្ចឹងអ្នកគ្នាគួរតែស្វែងរកចំលែងក្រហមខែនេះគឺច្បោអ្នកគ្នាខែភ្លើងនេះច្បោចំលែងក្រហមមែនតើទឹកក៏ច្បោដូចគ្នាដែរតាមបន្លាយដងអូជាច្រើនកន្លែងអញ្ចឹងណាគឺវាច្បោខ្លាំងមែនតើគឺខែនេះគឺច្បោអត់ដូចខែប្រាំងណាបើខែប្រាំងយកពិបាករកចំណីរស់បន្តិចតែសម្រាប់ខែនេះគឺវាងាយស្រួលក្នុងការរកគឺវាមានទឹកដក់មានអីចឹងតែចឹងហើយធ្វើឲ្យវាមានសត្វល្អិតកើតញាស់ជាច្រើនអញ្ចឹងណាតែសម្រាប់អ្នកគ្នានៅស្រុកស្រែទេបើនៅតាមពេញគឺពិបាករកដែរអ្នកគ្នាបើនៅតាមស្រុកស្រែគឺងាយស្រួលរកខ្លាំងមែនតើអញ្ចឹងហើយអ្នកគ្នាគឺយើងគួរតែរើសចំណីបានត្រឹមត្រូវនឹងការមើលថែវាបានល្អហើយមានអ្នកខ្លះគាត់និយាយថាត្រីខ្ញុំនឹងថែហ្នឹងគឺវាគ្មានទៅល្អចាអីណាទេហ្នឹងហើយអ្នកគ្នាខ្ញុំក៏ចង់ប្រាប់អ្នកគ្នាថាខ្ញុំមិនមែនគឺជាអ្នកខ្លាំងអីទៅថាជុលមិនដែលចាញ់ទេណាគ្នាលបាយវាតែមានឈ្នះមានចាញ់ជារឿងធម្មតាទេគឺគ្មានអ្នកណាខ្លាំងជាងណាទេណាគ្នាបាទមិនខំលើទឹកដៃរបស់យើងទៅយើងថែដល់អត់ចំណីទៅដល់អត់អីអត់ចឹងណាបើយើងមើលថែវាបានល្អក៏វាមិនបានល្អអីដែរគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាសម្រាប់អ្នកគ្នាដែលអត់ទាន់ចុច Subscribe កុំភ្លេចជួយចុចម្នាក់មួយទៅដើម្បីទាន់វីដេអូថ្មីពី Channel របស់ខ្ញុំបាទវល់ទៅតាមឡងទៀតចឹងណា